ទឹកបន្លែកិនខ្ញុំអនុវត្តវិធីនេះ2ឆ្នាំមកហើយសម្រាប់បន្លែកិនហ្នឹងដែរយើងអាចញ៉ាំបានគ្រប់វ័យមិនថាមនុស្សចាស់កូនក្មេងឬក៏វ័យកណ្ដាលថ្ងៃនេះខ្ញុំកិនបន្លែ3មុខចូលគ្នាមានសឹកម៉ាស់មានដំឡូងហើយនិងមានតឡាចបន្ថែមពីហ្នឹងទៀតខ្ញុំក៏បន្ថែមទៅលើគ្រាប់ធញ្ញជាតិហ្នឹងបងប្អូនអាចដាក់ទៅតាមចំណង់ចូលចិត្តឬក៏ដាក់ទៅតាមអ្វីដែលយើងមានដាក់ច្រើនមុខក៏បានដាក់តិចមុខក៏បានអានេះខ្ញុំធ្វើសម្រាប់កូនក្មេងគាត់អាយុ4ឆ្នាំហើយកូនខ្ញុំបានញ៉ាំទឹកបន្លែហ្នឹងគឺរយៈពេល2ឆ្នាំមកហើយគាត់ញ៉ាំទឹកបន្លែហ្នឹងមិនញ៉ាំតែទឹកបន្លែសុទ្ធទេគឺយើងយកទឹកបន្លែបបរបន្លែហ្នឹងយកលាយជាមួយនឹងទឹកដោះគោដែលជាប្រភេទទឹករាវព្រោះដោយសារកូនខ្ញុំគាត់អត់សូវញ៉ាំបាយគាត់ញ៉ាំបាយបានតិចតួចហើយបាយដែលគាត់ញ៉ាំហ្នឹងគឺគាត់ចូលចិត្តរបៀបចៀនអត់សូវញ៉ាំជាប្រភេទបន្លែញ៉ាំជាប្រភេទទឹកស្លអីទេគឺគាត់ចូលចិត្តរបៀបត្រីចៀនសាច់ជ្រូកចៀនអញ្ចឹងដើម្បីបន្ថែមវីតាមីនទៅដល់គាត់មានតែវិធីសាស្ត្រហ្នឹងឯងដែលអាចជួយកូនខ្ញុំបានដើម្បីបំពេញវីតាមីនឲ្យគាត់បានគ្រប់គ្រាន់ខ្ញុំមិនដឹងថាម៉ាក់ផ្សេងទៀតគាត់មានវិធីសាស្ត្រមកទេប៉ុន្តែកូនខ្ញុំមួយគឺរៀងពិបាកគាត់រើសចំណីគាត់អត់សូវញ៉ាំបាយបើសិនជាខ្ញុំអត់ប្រើវិធីនេះទេគឺគាត់ប្រកាសជាខ្វះវីតាមីនស្គមរីងរៃហើយខ្ញុំសប្បាយចិត្តមែនទែនពេលខ្ញុំធ្វើវិធីនេះត្រូវគាត់អត់សូវឈឺសុខភាពគាត់ល្អកុំរឈឺបើសិនជាឈឺគឺឆ្លងមកពីគេតិចតួចទេ